វាសហគ្រិនស្ត្រីកម្ពុជារំលេចតួនាទីស្ត្រីក្នុងការជំរុញសេដ្ឋកិច្ចបៃតងទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ2025ត្រូវបានរៀបចំឡើងក្រោមប្រធានបទពីទស្សនវិស័យដែលជាបេសកកម្មសហគ្រិនស្ត្រីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងដោយរំលេចតួនាទីដ៏សំខាន់របស់សហគ្រិនស្ត្រីក្នុងការជំរុញកំណើនប្រកបដោយចីរភាពនិងបរិយាបន្នទិវាប្រចាំឆ្នាំនេះបានប្រមូលផ្ដុំស្ត្រីជាអ្នកដឹកនាំធុរកិច្ចអ្នករៀបចំគោលនយោបាយនិងស្ត្រីជានវានុវត្តករប្រមាណ300នាក់មកចែករំលែកបទពិសោធន៍បង្ហាញអំពីសមិទ្ធផលនិងស្វែងរកដំណោះស្រាយសម្រាប់ការអនុវត្តគោលការណ៍និរន្តរភាពនៅក្នុងអាជីវកម្មថ្លែងក្នុងពិធីបិទទិវានេះឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងថាការវិវត្តឆ្ពោះទៅផលិតកម្មកាន់តែបៃតងខ្សែក្រវ៉ាត់ផ្គត់ផ្គង់កាន់តែមានតម្លាភាពនិងក្រមសីលធម៌អាជីវកម្មមិនមែនគ្រាន់តែជានិន្នាការតែប៉ុណ្ណោះទេប៉ុន្តែកំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ពាណិជ្ជកម្មសកលយោងតាមនិន្នាការអង្គការសេដ្ឋកិច្ចកម្ពុជាឆ្នាំ2022ប្រមាណ 70% នៃអង្គភាពសេដ្ឋកិច្ចរបស់កម្ពុជាគ្រប់គ្រងដោយស្ត្រីឬមានស្ត្រីជាម្ចាស់ប៉ុន្តែអង្គភាពសេដ្ឋកិច្ចដែលដឹកនាំដោយស្ត្រីទាំងនោះភាគច្រើនប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរដ្ឋបិទលទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការជំនួយអភិវឌ្ឍអាជីវកម្មនិងការលើកទឹកចិត្តនានាពីរាជរដ្ឋាភិបាលទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ2025ក៏បានផ្ដល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីជាសហគ្រិនចំនួន9រូបដែលបានរួមចំណែកបង្កើនឱកាសការងារបង្កើនប្រាក់ចំណូលនិងអភិវឌ្ឍផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលបង្ហាញពីការបដិញ្ញាចិត្តភាពធន់និងការដឹកនាំរបស់សហគ្រិនស្ត្រីកម្ពុជាក្នុងការកសាងសេដ្ឋកិច្ចបៃតងនិងបរិយាបន្ន